ហើយនេះមានមកហូបពួកហុកឈាមសាច់ជ្រូកបាទឥឡូវយើងចាប់ដើមហាន់បន្លែលក់បាទបន្លែមានខ្ញុំជ្រើសរើសយកបាទតកួនស្ពៃបូកូសក់បែកប៉ោះបែកក្តោបសក់បាទ3មុខដើម្បីធ្វើលក់បាទមានទ្របមួយទៀតបាទទ្របស្រួយហើយមានបែកប៉ោះឥឡូវយើងចាប់ដើមរៀបចំហាន់បន្លែឥឡូវយើងស្រុះឥឡូវចាប់ដើមស្រុះយើងស្រុះតកួននិងស្រុះទ្របបាទឥឡូវតកួនចាប់ដើមឆ្អិនហើយឥឡូវយើងមកមើលគ្រឿងផ្សំបាទមានសាច់ជ្រូក3ជាន់មានប៊ីចេងហើយស្ករសហើយនឹងស្ករក្រហមហើយនឹងប្រហុកបាទឥឡូវយើងចាប់ដើមច្រាមសាច់ជ្រូកបាទសាច់ជ្រូក3ជាន់ហាត់ស្ដើងហើយបានយើងធ្វើការច្រាមវាឲ្យរៀងម៉ត់ល្មមបាទម៉ត់ច្រើនពេកហើយម៉ត់ខ្លាំងពេកយើងហាន់ស្ដើងហើយបានសនុកយកច្រាមវាបាទអានចំណិតទៅបាទឥឡូវយើងចាប់ដើមច្រាមបាទច្រាមពូហើយជាដកបន្លែយើងចាប់ដើមច្រាមប្រហុករៀងមកយើងចាប់ដើមដាក់សាច់ជ្រូកបាទជ្រូកចូលបាទចាប់ដើមដាក់ជ្រូកហើយឲ្យវាសប់គ្នាយើងចាប់ដាក់គ្រឿងខើគ្រឿងវាមានតបប្រហុកសាច់ចូលសប់គ្នាហើយយើងដាក់ទៅមួយនឹងប្រទេសបាទច្រាមឲ្យចូលទៅបន្ទាប់យើងសប់ហើយយើងចាប់ដើមដាក់ឥឡូវយើងដាក់ស្ករត្នោតណាស្ករត្នោតឬស្ករក្រហមបាទឥឡូវដាក់ប៊ីចេងដាក់ស្ករសបន្ថែមតិចរ៉ូឌីបន្ថែមបាទហើយយើងកូរវាច្រាមវាឲ្យសប់ទៅតែប៉ុន្តែយើងច្រាមមកហើយប៉ុន្តែយើងដាក់ឲ្យវាកូរឲ្យវាសប់គ្រឿងឲ្យវាសប់គ្រឿងល្អហើយបានយើងដាក់ក្នុងចានចុករៀបចំហើយបាទឥឡូវយើងច្រាមផ្សារទៀតដើម្បីឲ្យវាសប់គ្រឿងបាទឥឡូវយើងមើលទៅវាសប់គ្រឿងហើយឥឡូវយើងចាប់ដើមដួសដាក់ចានបាទដើម្បីរៀបចំចំអិនបាទម៉ត់ល្អហើយយើងចាប់ដើមដាក់ហុកបាទមើលតំណងឥឡូវចាប់ដើមឆ្អិនហើយយើងចាប់ដើមញ៉ាំបាទញ៉ាំមាត់តំណងដល់អ្នកញ៉ាំបាទហុកបាទសូបមាត់ឆ្ងាញ់បាទដាក់តកូនតិចមើលតកូនទៅស្រុះហើយក្តៅហុយបាទអូដាក់មួយប្រហុកជាតិបាទពុកមាត់បិចឆ្ងាញ់ពុកម៉ែបងប្អូនបាទតំណងពុកម៉ែបងប្អូនបាទឥឡូវសូមជួបគ្នានៅវីដេអូក្រោយបាទអរគុណបាទ